នេះគឺជាប្រព័ន្ធការពារដែលអាកាសទំនើបនិងសំខាន់បំផុតរបស់ប្រទេសចិនគឺជាប្រទេសអភិវឌ្ឍខ្លាំងនិងមានប្រព័ន្ធការពារដែលអាកាសច្រើនជាន់និងច្រើនសន្ទាប់ដើម្បីការពារពីគោលដៅលើអាកាសគ្រប់ប្រភេទដូចជាយន្តហោះចម្បាំងមីស៊ីលយន្តហោះគ្មានមនុស្សបើកចុះតើប្រព័ន្ធការពារដែលអាកាសទាំងអស់នេះវាមានបច្ចេកវិទ្យាទំនើបអ្វីខ្លះអញ្ចឹងនៅក្នុងវីដេអូនេះយើងមកធ្វើការស្វែងយល់ទាំងអស់គ្នាទី1ប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយឆ្ងាយ HQ9 និង HQ9B HQ9 និង HQ9B ត្រូវបានផលិតដោយប្រទេសចិនផ្ទាល់វាមានភាពស្រដៀងគ្នានឹង S300 របស់រុស្ស៊ីប្រព័ន្ធនេះអាចបាញ់យន្តហោះនិងមីស៊ីលរយៈចម្ងាយប្រហែល200គីឡូម៉ែត្រទៅ300គីឡូម៉ែត្រHQ9 និង HQ9B គឺជាប្រព័ន្ធការពារដែនអាកាសសំខាន់បំផុតរបស់ប្រទេសចិនប្រព័ន្ធនេះត្រូវបានចូលបម្រើកងទ័ពចិននៅក្នុងឆ្នាំ2001 HQ9B គឺជាប្រភេទដែលអភិវឌ្ឍបន្តពី HQ9 ដែលធ្វើឲ្យប្រសើរឡើងវិញការធ្វើតេស្តដំបូងនៅក្នុងឆ្នាំ2006និងបានដាក់ឲ្យដំណើរការជាផ្លូវការនៅក្នុងឆ្នាំ2014 HQ9 និង HQ9B ត្រូវបានគេប៉ាន់ស្មានថាតម្លៃរបស់វាចន្លោះពី 1.5 ពាន់លានដុល្លារអាមេរិកទី2 HQ22 HQ22 ត្រូវបានបំពាក់បច្ចេកវិទ្យាជំនាន់ថ្មីជាង HQ2 ដែលធ្វើឲ្យប្រសើរឡើងវិញក្នុងការប្រឆាំងយន្តហោះល្បឿនលឿននិងបាញ់បានឆ្ងាយប្រហែល170គីឡូម៉ែត្រប្រព័ន្ធការពារដែនអាកាស HQ2 គឺជាប្រព័ន្ធបាញ់គ្រាប់ពីដីទៅអាកាសរបស់កងទ័ពអាកាសចិនដែលអភិវឌ្ឍឡើងនៅក្នុងទសវត្សរ៍1960ដោយផ្អែកលើប្រព័ន្ធ S75 និង SA2 របស់សូវៀតHQ2 ត្រូវបានដាក់ឲ្យប្រើប្រាស់នៅក្នុងកងទ័ពអាកាសចិននៅក្នុងឆ្នាំ1966ដល់1967រីឯតម្លៃប្រព័ន្ធការពារដែនអាកាសមួយប្រភេទនេះវាមានតម្លៃប្រហែល18លានដុល្លារតែប៉ុណ្ណោះទី3 S400 S400 ត្រូវបានចិននាំចូលពីរុស្ស៊ីប្រព័ន្ធនេះប្រើប្រាស់ក្នុងតំបន់សំខាន់អាចបាញ់គោលដៅឆ្ងាយខ្លាំងរហូតដល់400គីឡូម៉ែត្រតាមប្រភេទមីស៊ីលប្រទេសចិនបានទិញប្រព័ន្ធការពារដែនអាកាស S400 ពីប្រទេសរុស្ស៊ីនៅក្នុងឆ្នាំ2014ជាលើកដំបូងកិច្ចសន្យាបានចុះហត្ថលេខានៅក្នុងឆ្នាំ2014និងការដាក់ពង្រាយបានចាប់ផ្ដើមនៅក្នុងឆ្នាំក្រោយៗប្រព័ន្ធ S400 ត្រូវបានគេរាយការណ៍ថាវាមានតម្លៃ3000លានដុល្លារសហរដ្ឋអាមេរិកទី4 HQ16 HQ16 គឺជាប្រព័ន្ធការពារដែនអាកាសដែលប្រទេសចិនប្រើប្រាស់សកម្មលើដីនិងលើនាវាចម្បាំងប្រព័ន្ធនេះអាចបាញ់បានចម្ងាយប្រហែល40ទៅ70គីឡូម៉ែត្រប្រព័ន្ធនេះល្អខ្លាំងសម្រាប់ការពារតំបន់និងមូលដ្ឋានយោធា HQ16 អភិវឌ្ឍដំបូងនៅក្នុងឆ្នាំ2005 HQ16 ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងកងទ័ពចិននៅក្នុងឆ្នាំ2011 HQ16 ក៏មានកំណែទម្រង់ HQ16A និង HQ16B ផងដែរដែលបានបង្ហាញនៅក្នុងឆ្នាំ2016សម្រាប់ប្រព័ន្ធការពារដែនអាកាសមួយប្រភេទនេះมันមានតម្លៃណាមួយបញ្ជាក់ពិតប្រាកដនោះទេប៉ុន្តែនៅក្នុងឆ្នាំ2014-2015កងទ័ពប៉ាគីស្ថានបានទិញប្រព័ន្ធ HQ16A ចំនួន6ប្រព័ន្ធពីប្រទេសចិនក្នុងតម្លៃប្រមាណ373លានដុល្លារអាមេរិកផងដែរកុំភ្លេចចុចតាមដានជួបគ្នានៅវីដេអូក្រោយសូមអរគុណ